សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទឌីថ្ងៃនេះយើងមកវិភាគហាងឆេងមាសយើងឃើញថាមាសប្រហែលថ្ងៃនេះគឺមិនសូវជាមានការប្រែប្រួលទេហើយក៏មានព័ត៌មានសំខាន់នៅក្នុងអាទិត្យនេះច្រើនដែរអញ្ចឹងយើងមកមើលទាំងអស់គ្នាថាតើថ្ងៃនេះយើងអាចរកផលចំណេញនៅក្នុងចំណុចណាខ្លះបាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកមើលការវិភាគហាងឆេងមាសយើងខានធ្វើប្រហែល3ថ្ងៃ4ថ្ងៃទេបងប្អូនដោយសារយើងមានការធ្វើសិក្ខាសាលានៅសៀមរាបទី1ទី2ខ្ញុំបានទៅខាងប៉ោយប៉ែតអញ្ចឹងយើងអត់មានកុំព្យូទ័រដើម្បីធ្វើការវិភាគណាបាទឥឡូវនេះយើងត្រឡប់មកវិញហើយមួយថ្ងៃនេះក៏យើងបានធ្វើការជួញដូរមាសបានខ្លះដែរតែមិនបានច្រើននោះទេខ្ញុំចាំមើលឲ្យវាបែកនៅតម្លៃ2នេះសិនអញ្ចឹងសម្រាប់បកគោលមួយថ្ងៃយើងឃើញថាតាំងពីថ្ងៃច័ន្ទមកគឺមាសមានការប្រែប្រួលតាមប៉ុណ្នេះទេបើយើងគិតជាពីបឬក៏តម្លៃវិញគឺប្រែប្រួល$80ទៅមកអញ្ចឹងវាអត់សូវប្រែប្រួលច្រើនដែរទេបងប្អូនហើយយើងឃើញថាមាសជ្រុំមួយថ្ងៃនេះយើងឃើញថាដោយសារតែពន្ធគយរបស់សហរដ្ឋអាមេរិកហើយនឹងចិនមានការប្រែប្រួលដូណាល់ត្រាំគាត់ធ្វើអីចិនអត់ចេញឥឡូវមកបញ្ចុះពន្ធខ្លួនឯងដដែលបាទហើយថ្ងៃនេះយើងមានព័ត៌មានសំខាន់ដែរនៅម៉ោង7កន្លះគឺ ADP Non Farm បាទការព្យាករណ៍ទុកមុនសម្រាប់ Non Farm Payroll ថ្ងៃនេះថ្ងៃពុធបងប្អូនខ្ញុំច្រឡំថ្ងៃបោះហើយក៏មាន PCE ដែរអតិផរណាស្នូលហើយនឹងម៉ោង9កន្លះមានល្មមដែរអញ្ចឹងឱកាសនៃការជួញដូរមាសមាន2ម៉ោងបាទ3 PCE 1 Chicago PMI ហើយនឹង ADP Non Farm ហើយ GDP ទៀតច្រើនថ្ងៃនេះព័ត៌មានអញ្ចឹងតម្លៃមាសយើងឃើញថាថ្ងៃនេះអាចប្រែប្រួលក៏ច្រើនដែរហើយបងប្អូនដែលគាត់លក់មាសរៀងប្រយ័ត្នបន្តិចតែបើទិញដូចជាមិនសូវជាបញ្ហានោះទេអញ្ចឹងយើងងាកមកមើលបកគោល4ម៉ោងបងប្អូនថ្ងៃនេះបើសិនជាមាសបំបែកនៅតម្លៃនេះមាសនឹងបន្តឡើងទៅខ្លាំងអាចតាំងទៅដល់3600នៅថ្ងៃសុក្រឬក៏អាទិត្យក្រោយឬក៏ដើមខែនឹងឯងទី2បើសិនជាមាសបំបែកមកខាងក្រោមនេះបើសិនជាយើង sell នឹងចាំ sell នៅតម្លៃ3200ជាងនេះវិញហើយវាបើសិនជាគិតថាចុះវាមិនចុះជាច្រើននេះអាចមកដល់ធំនេះបាទអានេះបើសិនជាការចុះណាតែបើឡើងទៅខ្លាំងចុះមិនសូវជាខ្លាំងទេបងប្អូនអាចពិចារណាបានតែបើសិនជាដល់តម្លៃនេះគឺអាចទិញ swing មកបានវាចុះ3-400លេខដែរបាទតម្លៃមាសនៅខ្ពស់បំផុតគឺ3498ស្ទើរតែបែក$3500ទៅហើយបច្ចុប្បន្ននេះគឺបានត្រឡប់ចុះមកវិញខ្លះជាង100លេខហើយតាមការមើលឃើញរបស់ខ្ញុំសម្រាប់មួយថ្ងៃនេះតាមដានព័ត៌មានក៏វាបានច្រើនយើងឃើញថារុស្ស៊ីអ៊ុយក្រែនអាចនឹងមានកិច្ចបត់ឈប់បាញ់មែនតើហើយនៅឆាប់នេះហើយរុស្ស៊ីសំទោសយើងឃើញថាព័ត៌មានសពេចសពិលខ្លះពីអ៊ីរ៉ង់ហើយនិងឥណ្ឌាក៏វារៀងបន្តមកគ្នាដែរអញ្ចឹងខ្ញុំនឹងធ្វើវីដេអូមួយសម្រាប់និយាយអំពីព័ត៌មានតែឥឡូវនេះយើងនិយាយអំពីមាសសិនការជួញដូរតាមការវិភាគ technical ឬក៏តាមបច្ចេកទេសថ្ងៃនេះតម្លៃមាសគឺនៅ sideways បាទអញ្ចឹងបើសិនជា sideways អញ្ចឹងយើងធ្វើម៉េចខ្ញុំរងចាំមើលទីផ្សារសិនបើសិនជាយើងអាចទិញនៅឥឡូវនេះបានក៏វាមិនជាអីដែរតែបើសិនជាយើងទិញនៅពេលនេះ SL យើងក៏រៀងឆ្ងាយដែរបើសិនជាយើងចង់ទិញនៅតម្លៃនេះបាទ TP របស់យើងអាចនៅនេះឬក៏3350ជាងនេះ SL យើងនៅក្រោមនឹងតិចទៅបាទ10លេខអីឬក៏5លេខសុវត្ថិភាពហ្មងគឺនៅម្ដុំនេះតែបើវាបែកខ្លាំងអាហ្នឹងចាំយើងគិតទៀតតែបើអត់ទេមាសនឹងបំបែកតម្លៃនេះបាទវាដល់តម្លៃនេះបាន3ដងលេខនេះម្ដងយើងគិតថាវាដល់ដែរចុះអញ្ចឹងបើសិនជាវា break នៅខាងលើនេះមាសអាចទៅលើវិញច្រើនវានឹងមកលេងនៅលើខាងនេះវិញម្ដុំ3360ឬក៏3500ឬក៏សំទោស3400បាទ
ចឹងសម្រាប់បងប្អូន scalping បច្ចុប្បន្ននេះ scalping ល្អខ្ញុំមើលឃើញខ្លីៗបាទកន្លែងនេះមួយទៀតបើសិនជាមាសមកដល់កន្លែងនេះម្ដងទៀតតែខ្ញុំអាចទិញបាទ20លេខ30លេខចឹងទៅបាទបើយើងខ្លីៗ4-5លេខកាត់4-5លេខកាត់ល្អទីផ្សារក្នុងរង្វង់ sideways ប៉ុណ្នេះយើងអាចជួញដូរបានអត់អីទេតែយើងត្រូវប្រើ SL ឲ្យបានយ៉ាងវែងតិចអញ្ចឹងការប្រើ SL វែងយើងចូលទូចតែបើប្រើ SL ខ្លីយើងចូលធំនេះដើម្បីកាត់បន្ថយហានិភ័យបើសិនជាវាខាតហើយបងប្អូនដែលមានចម្ងល់អាចសួរនាំខ្ញុំបានហើយការប្រឹក្សាយោបល់ឥឡូវខ្ញុំរៀងដូរ strategy តិចអាចនឹងផ្លាស់ប្ដូរមក support មួយវិញល្អជាងហើយពេលដែលខ្ញុំ deposit account របស់ខ្ញុំមួយទៀតខ្ញុំរៀបចំថ្ងៃខ្ញុំនឹងធ្វើការ live scalping នៅក្នុង computer ហើយក៏រៀងទៅដែរខែ5នេះអញ្ចឹងអាចមានពេលច្រើនសម្រាប់បងប្អូនដើម្បីស្វែងយល់ដឹងហើយនឹងខ្ញុំមានការបរៀននៅក្នុង Zoom meeting ឆាប់នេះផងដែរឡើងលង្វល់តិចមុនហើយបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូនអរគ្នា